សូមប្រគេនពរសូមចម្រើនពរចំណាំចាស់គ្រប់ព្រះអង្គយមយាទទាំងអស់ដែលកំពុងតែរៀបចំនៅចង្ហាន់បិណ្ឌបាតដើម្បីបានដាក់បាតនៅព្រះសង្ឃនិងសីលវ័នសីលវតីត្រាច់គូចរបិណ្ឌបាតទៅតាមលំដាប់ដោយការប្រព្រឹត្តទៅមានទុដងជាវត្តនេះកំពុងតែញ៉ាំងនៅសិលរបស់យើងឲ្យបានស្អាតបរិសុទ្ធដោយអំណាចកម្លាំងទុដងព្រោះទោះបីជាការសមាទាននៅទុដងនេះគ្រាន់តែជាវត្តមិនមែនជាសិលក៏ពិតមែនប៉ុន្តែទុដងកវត្តនេះជាធម៌មានឧបការៈណាស់ជាវត្តដ៏ប្រសើរជាវត្តដ៏ខ្ពង់ខ្ពស់ជាវត្តដ៏ថ្លៃថ្លាជាវត្តដ៏ឧត្តមជាវត្តដ៏ចម្បងសម្រាប់ជួយដល់សិលរបស់ពួកភិក្ខុទាំងឡាយឯណាដែលលោកនឿយណាយនៅសេចក្តីទុក្ខក្នុងសង្សារវដ្តម្ល៉េះហើយបានសមាទាននៅទុដងដោយសេចក្តីគោរពព្រោះជាកិច្ចមួយដ៏សុក្រិតព្រោះទុដងនេះអាស្រ័យដោយបុគ្គលជាអ្នកមានអធ្យាស្រ័យប្រាថ្នាតិចដោយនឿយណាយអំពីសេចក្តីទុក្ខចង់ញ៉ាំងនៅជីវិតនេះឲ្យប្រព្រឹត្តទៅជាប្រក្រតីនៅក្នុងមគ្គព្រហ្មចរិយធម៌ដល់ត្រើយពោលគឺព្រះនិព្វានទៅដងនេះព្រមជាហេតុដល់បុគ្គលឯណាដែលមានសេចក្តីសន្តោសដោយបច្ច័យ4សង្គ្រោះនៅចិត្តរបស់យើងឲ្យធ្លាក់ចុះនៅគ្រឿងធ្ងន់ទាំងឡាយមានលៀបសក្ការៈយស័កនឹងជាដើមដើម្បីកាន់យកនៅវត្តប្រតិបត្តិនៅក្នុងព្រហ្មចរិយធម៌ដ៏ប្រសើរធ្វើឲ្យចិត្តរបស់យើងនឹងកាន់តែបរិសុទ្ធទៅដងនេះជាហេតុក្នុងឱកាសដែលអ្នកបានសមាទានកាន់យកហើយដើម្បីដុសខាត់នៅកិលេសឲ្យធ្លាក់ចុះមានវិតកមកិលេសនេះជាដើមពេលណាដែលរាគៈទោសៈមោហៈកិលេសដ៏ក្រោធក្រៀតនឹងទ្រោមចុះខ្សោយទៅដើម្បីកាត់នៅការប្រព្រឹត្តខុសដោយកាយទុច្ចរិតវិច័យទុច្ចរិតមโนទុច្ចរិតនិងអកុសលផ្សេងញ៉ាំងចិត្តនេះឲ្យស្ទុះកាន់យកនៅកាយសច្ចរិតចៃសច្ចរិតមโนសច្ចរិតដើម្បីងាយស្រួលក្នុងការញ៉ាំងចិត្តរបស់ជើងនេះឲ្យបង្អោនទៅឲ្យសសៀទៅឲ្យទេជ្រេទៅរកសមថកម្មដ្ឋានបស្សនាកម្មដ្ឋានឬក៏សតិប្បដ្ឋាននេះឯងព្រមទេសច្ចរិតតានៅក្នុងសច្ចរិតទាំង3នេះឯងជាអាហាររបស់សតិប្បដ្ឋានតិប្បដ្ឋាននេះគឺជាអារម្មណ៍របស់សតិនិងទីតាំងរបស់សតិហើយដើម្បីញ៉ាំងនៅសតិនេះឲ្យទៅជាសតិអធិបតីដោយអំណាចនៃការតម្កល់ចិត្តមាំតម្កល់ចិត្តនឹងនៅក្នុងអារម្មណ៍តែមួយជាកុសលក្នុងការបន្ទ្រាំចុះនៅនិវរណៈដែលជាគ្រឿងសៅមករបស់ចិត្តម្ល៉េះទុដងនេះជាកិច្ចមួយក្នុងការដុតកម្ដៅនៃកិលេសឲ្យទ្រាំចុះទៅតាមលំដាប់ងាយស្រួលក្នុងការញ៉ាំងនៅគុណធម៌អត្តបិសម្បជាណោសតិមាវឹកហាត់ឲ្យចិត្តនេះរឹងមាំដោយសេចក្តីព្យាយាមឲ្យចិត្តនេះឯងមានស្មារតីប្រុងប្រយ័ត្នអភិបាលថែរក្សាឃុំក្រងមិនឲ្យអកុសលកើតឡើងញ៉ាំងនៅសម្បជាណោបញ្ញានេះឲ្យមុតថ្លាដើម្បីកំណត់ដឹងនៅអរិយសច្ចៈនេះជាទុក្ខ
ដែលប្រព្រឹត្តទៅក្នុងរូបបរមត្តនាមបរមត្តដើម្បីនឹងលះបង់នៅសមុទយសច្ចៈគឺអវិជ្ជានិងតណ្ហាដែលជាគ្រឿងរារាំងបិទបាំងចងចិត្តរបស់សត្វឆ្វាក់ជាប់នៅក្នុងវដ្តនេះប៉ុន្តែដោយអំណាចនៃចិត្តស្អាតបរិសុទ្ធបញ្ញាញាណកើតឡើងត្រូវលះបង់កំចាត់បង់គោះចោលដកចេញនៅអវិជ្ជានិងតណ្ហាដែលជារនាំងឲ្យផុតចាកអំពីផ្លូវបរិសុទ្ធគឺមគ្គបដិបទាឬក៏មគ្គប្រមចរិយធម៌ញ៉ាំងនៅសមាទិដ្ឋិនេះឲ្យអោនទៅដល់ទីបំផុតនៃអមតៈធម៌ដើម្បីសម្រេចនៅមគ្គ4ផល4នៅពៀនមួយនេះដោយអំណាចកម្លាំងយោគីដែលមានសេចក្តីខ្វល់ខ្វាយក្នុងការចម្រើនឈានអារម្មណូបនិឈានលក្ខណូបនិឈានត្រេកអរដោយបៃតិនិងបាមោជ្ជៈក្នុងការកំណត់ដឹងនៅសភាវៈលក្ខណៈបរមត្តធម៌ឲ្យបានយល់ជាក់ច្បាស់នៅហេតុបច្ច័យរបស់បរមត្តធម៌ដើម្បីអស់ទៅនៃសេចក្តីកង្វល់អស់ទៅនៃសេចក្តីប្រកាន់នៅក្នុងកាមនៅក្នុងទិដ្ឋិនៅក្នុងសីលពតនៅក្នុងសកាយទិដ្ឋិដែលតែងតែរុំព័ទ្ធនៅសន្តានចិត្តរបស់សត្វលោកទាំងឡាយឲ្យមានសេចក្តីប្រកាន់មាំនៅអត្តាដោយអំណាចនៃមោហៈប៉ុន្តែពេលណាដែលចិត្តរបស់យើងស្អាតបរិសុទ្ធដោយអំណាចនៃសមាធិតាំងនៅក្នុងអារម្មណ៍តែមួយជាកុសលពន្លឺនៃចិត្តអស់នៅគ្រឿងសៅមងអស់នៅគ្រឿងបិទបាំងអស់នៅគ្រឿងមន្ទិលរារាំងហើយចិត្តនេះថ្លាស្អាតភ្លឺទៅចាស់ទៅចង់ទៅកំណត់ដឹងនៅអរិយសច្ចៈគឺនាមរូបនឹងផងទៅប្រហារនៅអវិជ្ជានិងតណ្ហាដែលជាហេតុនាំឲ្យកើតទុក្ខនាំឲ្យកើតនៅនាមរូបនាំឲ្យកើតនៅខណ្ឌ5អាយតនៈធាតុនៅក្នុងវត្តដាក់ក្នុងផងហើយដើម្បីកំណត់ដឹងជាក់ច្បាស់នៅទីរំលត់ទុក្ខដោយកម្លាំងមគ្គផលឃើញច្បាស់នៅព្រះនិព្វានព្រមទាំងអធិស្រ័យក្នុងការញ៉ាំងដំណើរត្រាច់រង្គត់ទៅដោយមានកម្លាំងគឺសតិបញ្ញាចិត្តដែលបានអប់រំដោយអន្ត្រីឃ្លាវខ្លាកម្លាំងបរិសុទ្ធបញ្ញាញាណមុតថ្លាទីគោចររបស់ចិត្តដែលប្រព្រឹត្តទៅក្នុងសតិប្បដ្ឋានបដិបត្តិមានសេចក្តីខ្វល់ខ្វាយនៅក្នុងសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋានគោលដៅវិបស្សនាមគ្គអោនទៅក្បែរមគ្គញាណផលកញាណបច្ចវេកណញាណម្ល៉េះហើយវិថីចិត្តដែលប្រព្រឹត្តទៅដោយការអប់រំក្នុងសតិប្បដ្ឋានសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋាននេះមានអានុភាពដេចជះភ្លឺរុងរឿងដោយប្រច័នខាងខ្នើតដែលគោចរដោយអ្នកខត្តរិកនៃថ្ងៃពេញបរមីខែពិសាខែមិញជាដើមយ៉ាងណាចិត្តរបស់យើងដែលអាស្រ័យនៅក្នុងគុណធម៌នៃបញ្ញាញាណកំពុងតែត្រាច់ទីគោចរតាមផ្លូវនៃអ្នកខត្តរិកដ៏ប្រសើរមានពន្លឺដ៏រុងរឿងទៅតាមសមាបដិបទាមានអថង្គមៈទាំង8ចង្គ្រោះនៅក្នុងព្រហ្មចរិយធម៌គឺសិលសមាធិបញ្ញាផ្លូវនេះឯងជាផ្លូវមូលតែមួយគោចរប្រព្រឹត្តទៅមូលតែមួយដើម្បីបរិសុទ្ធផុតចាកមន្ទិលទលីគ្រឿងសៅមងគឺកិលេសពេញបរិបូរណ៍មគ្គសមាង្គីប្រកបទៅដោយអង្គ8ញាណកើតឡើងសមាញាណអ្នកកើតឡើងពេញបរិបូរណ៍ជ្រាបច្បាស់ចាក់ធ្លុះត្រាស់ដឹងកំណត់ដឹងនៅអរិយសច្ចៈដោយពេញបរិបូរណ៍ហើយសម្មាវិមុតតែងលះបង់អនុស័យកិលេសតាមលំដាប់
រហូតដល់មគ្គញ្ញាណផលកញ្ញាណទៅឃើញនៅភាពរុងរឿងនៃការអស់ទៅនៃសេចក្តីទុក្ខក្នុងសង្សារវដ្តនេះឆ្លងអ្នកខត្តរិកកាន់យកនៅនបលោកតរៈធម៌មគ្គ4ផល4និព្វាន1ដោយផ្លូវក្នុងការចម្រើនបប្រតិបត្តិមានទុដងនេះជាវត្តប្រតិបត្តិឧបត្ថម្ភនៅក្នុងកុសលពីរខាងដើមគឺសិលឲ្យពេញបរិបូរណ៍ដើម្បីដាក់ចុះនៅមិច្ឆាទិដ្ឋិតម្រង់នៅក្នុងសមាទិដ្ឋិឲ្យជ្រាបច្បាស់ឲ្យក្រៃលែងនៅក្នុងសមាបដិបទារបស់អង្គព្រះសម្មាសម្ពុទ្ធព្រមគ្រូជាម្ចាស់ម្ល៉េះហើយកិច្ចដែលប្រសង្ឃសាវកដែលលោកមានសេចក្តីជ្រះថ្លានៅក្នុងវត្តប្រតិបត្តិមានទុដងនេះធ្វើដោយប្រពៃផុតចាកអំពីគ្រឿងសៅហ្មងកិច្ចការនេះធ្វើដោយប្រយ័ត្នប្រយែងដោយសេចក្តីព្យាយាមមគ្គប្រមចរិយធម៌នេះប្រព្រឹត្តដោយមិនចង្អៀតចង្អល់ញ៉ាំងចិត្តឲ្យត្រេកអរជ្រះថ្លាឲ្យពេញចិត្តនៅក្នុងសទ្ធមជាពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធទៅតាមលំអបុគ្គលនោះឯងតែងបានសម្រេចនៅសេចក្តីសុខក្នុងបច្ចុប្បន្នសេចក្តីសុខក្នុងបច្ចុប្បន្នដ៏ក្រៃលែងជានេកមៈសុខត្រង់ទុដងនៃឧបត្ថម្ភឲ្យសិលស្អាតបរិសុទ្ធតាំងនៅក្នុងនេកមៈជាអ្នកមានសិលបរិសុទ្ធផូរផង់នៅក្នុងឧត្តមភេទជាភិក្ខុសាមណេរជាឧបាសកបាសិការតនៈមានសិលដតិជៈជាបុគ្គលមានសរីជាបុគ្គលមានមង្គលជាបុគ្គលមានអ្នកខត្តរិកជាទីរាប់អាននៃមនុស្សទេវតាពីព្រោះបុគ្គលនោះមានកាយតិចចិត្តតិចដោយមេត្តានិងសេចក្តីសន្តោសនិងប្រព្រឹត្តទៅផ្លូវត្រង់របស់អង្គព្រះសម្មាសម្ពុទ្ធរំដោះខ្លួនឲ្យរួចចាក់ទុកដោយអត្តសទ្ធិម្លោះអ្នកផងទាំងឡាយបានចូលមកហើយក៏ជ្រាបទៅដោយមេត្តានិងសេចក្តីសង្គ្រោះក៏មានសភាពតិចកាន់យកនៅពធបានស្ដាប់ហើយញ៉ាំងនៅបៃតេនិងបាមកជាទីចំរើនរមែងឃើញច្បាស់នៅញាណទស្សនៈដែលប្រព្រឹត្តទៅក្នុងអរិយសច្ចៈទុកឃើញនៅទុកឃើញនៅហេតុនាំឲ្យកើតទុកឃើញទីរំលត់ទុកឃើញនៅបដិបទានេះឯងជាទីញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃលែងដើម្បីប្រព្រឹត្តបដិបត្តិទៅដល់គោលដៅមួយដែលយើងមានបំណងពងប្រាថ្នាគឺព្រះនិព្វាននឹងឯងម្ល៉េះហើយជាទីចម្រើននៅសតិនិងបញ្ញាសតិនិងសម្បញ្ញៈជាធម៌មានឧបការៈដឹកនាំយើងទាំងអស់គ្នារហូតបានទៅដល់ទីបំផុតក្នុងភូមិជាអសមោហភូមិភូមិជាព្រះអរិយៈជាភូមិដែលមិនមានបុគ្គលណាដែលវង្វេងដោយលោភៈទោសៈមោហៈជាបុគ្គលមានពន្លឺនៃចក្ខុមានពន្លឺនៃញាណមានពន្លឺនៃបញ្ញាមានពន្លឺនៃវិជ្ជាមានពន្លឺនៃការត្រាស់ដឹងនៅក្នុងសច្ចធម៌ជាព្រះសោតាសកតិអនាគាព្រះរហ័តព្រោះបុគ្គលនោះចម្រើនបប្រតិបត្តិតាមផ្លូវនេះមានប្រយោជន៍ដ៏ធំធេងកាត់ផ្ដាច់នៅអាសវៈជាគ្រឿងសៅមងឆ្អេះឆ្អាបជាប់នៅក្នុងសន្តានជាពធុជនប៉ុន្តែត្រូវលាងជំរះហើយដោយព្រះសទ្ធំជាអមតៈធម៌ដតិជៈមានអានុភាពដេជះអស់នៅអកុសលទាំងឡាយទាំងពួងបំពេញកុសលទាំងឡាយទាំងពួងសច្ចិតប្រយោជន៍តប៉ុណ្ណឹងចិត្តដែលបានដោះស្អាតដោយបរិយ័តសទ្ធំបដិបត្តិសទ្ធំបដិវេតសទ្ធំនោះជាចិត្តដ៏ផូរផង់បានទទួលអាស្រ័យនៅអារម្មណ៍ព្រះនិព្វានជាទីខ្សែមចាក់នៅទុកទាំងពួងដំណើរដ៏អស្ចារ្យនេះសូមឲ្យយោគីភិក្ខុសាមណេរបាសកបាសិកាជ្រះថ្លានៅទុដងកវត្តអនុមោទនានៅវត្តបរិសុទ្ធហើយប្រព្រឹត្តទៅដោយសុក្រិតដើម្បីកម្ចាត់បងនៅកិលេសកម្ចាត់បងនៅឧបាទានបញ្ញខណ្ឌកម្ចាត់បងនៅអវិជ្ជានិងតណ្ហា
ដើម្បីថែរក្សានៅវត្តប្រតិបត្តិរបស់ព្រះអរិយៈគឺព្រះសម្មាសម្ពុទ្ធស្ថិតនៅក្នុងវងដ៏ប្រសើរឲ្យមានពន្លឺដេកជះរុងរឿងជាមលុបដ៏ត្រជាក់ដល់មនុស្សទេវតាទាំងឡាយដែលប្រាថ្នាចង់បានប្រយោជន៍សេចក្តីសុខសេចក្តីចម្រើននិងចង់ក្រេបនៅរសជាតិនៃអមតៈធម៌ក៏ចូលមកក្រេបផឹកនៅមគ្គព្រហ្មចរិយធម៌មកក្រេបផឹកនៅក្នុងសតិប្បដ្ឋានមកក្រេបផឹកនៅក្នុងព្រហ្មចរិយធម៌នេះដើម្បីប្រែคล้ายពីពធុជនដែលជាប់ជំពាក់នៅក្នុងវត្តដាក់នេះទៅជាអរិយបុគ្គលដ៏ប្រសើរដែលជាអ្នកមានគុណធម៌លះបង់នៅគ្រឿងសៅមងក្នុងវត្តដាក់នេះគ្មានអាឡ័យទទួលបាននៅសម្បត្តិនៃព្រះនិព្វានជាទីសុខចម្រើនទទួលបានជាឯកបរមសុខទៅតាមបំណងហេតុដូច្នោះសូមកណ្ណាម្ចាស់គ្រប់ព្រះអង្គញោមញាតិទាំងអស់មានស្មារតីប្រុងប្រយ័ត្នថែទាំដើម្បីទទួលមរតកពីសទ្ធម្មរបស់ព្រះសម្មាសម្ពុទ្ធដែលយើងកំពុងតែចម្រើនបប្រតិបត្តិនេះឲ្យបានសម្រេចនៅគុណធម៌ជាន់ខ្ពស់បានជាបច្ច័យរួចចាកនៅសេចក្តីទុក្ខគ្រប់ព្រះអង្គគ្រប់គ្នាសូមជ្រះថ្លាអនុមោទនា